ខ្ញុំចង់ពាក្យមួយដែលគេនិយាយថា empower women empower the world ជំរាបសួរខ្ញុំសិងអេងមូលហេតុដែលខ្ញុំចង់ខ្លាចជា change agent ហ្នឹងគឺទី1ខ្ញុំបានយល់ដឹងបន្ថែមថានៅពេលដែលយើងខ្លាចជា change agent គឺជាផ្នែកមួយដែលអាចជួយដល់ក្មេងស្រីដទៃបានដែលពួកគាត់កំពុងតែជួបប្រទះនៅបញ្ហាទាក់ទងជាមួយនឹង OCSE ទី2គឺ change agent គឺជាចំណែកមួយនៅក្នុងអង្គការ OSCAM ដែលជាអង្គការមួយដែលជួយដល់ក្មេងស្រីដទៃទៀតឬក៏ក្មេងស្រីដែលជួបប្រទះបញ្ហាហ្នឹងនៅលើក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកហើយទី3ក្រោយពេលដែលខ្ញុំបានចូលខ្លាចជា change agent ហ្នឹងគឺពួកខ្ញុំបានស្គាល់បន្ថែមពីមនុស្សជុំវិញខ្លួនថាពួកគាត់មានគំនិតបែបម៉េចទៅលើក្មេងស្រីឬក៏អ្នកដែលជួបបញ្ហាហ្នឹងទី2គឺពួកយើងអាចស្គាល់គ្នាបានច្រើនហើយនឹងដោះស្រាយបញ្ហាហ្នឹងជារួមជាមួយគ្នាដែលខ្ញុំរៀនបានក្រោយពីខ្លាចជា change agent ហ្នឹងគឺទី1តំណែងហើយនឹងភាពជាអ្នកដឹកនាំអញ្ចឹងតំណែងដែលខ្ញុំបានបង្កើតជាមួយនឹង change agent ដទៃទៀតឬក៏មិត្តភ័ក្តិដែលពួកខ្ញុំបង្កើតជាក្រុមជាមួយគ្នាហ្នឹងគឺពួកយើងបានយល់ដឹងពីគ្នាបន្ថែមហើយនឹងចូលរួមជាមួយគ្នាជាក្រុមដោះស្រាយបញ្ហាទី2គឺពួកយើងចូលរួមជាក្រុមដើម្បីធ្វើជាយុទ្ធនាការសម្រាប់ជួយដល់ក្មេងស្រីឬក៏ផ្សព្វផ្សាយទាក់ទងជាមួយនឹង OCSA ទៅកាន់ក្មេងៗដទៃទៀតនៅក្នុងប្រទេសកម្ពុជាទី3គឺមិនត្រឹមតែខ្លាចជា change agent ទេគឺពួកយើងក៏ខ្លាចជា digital influencer ឬក៏អ្នកដែលមានជំនាញខាងផ្នែកបច្ចេកវិទ្យាដូចគ្នាគឺខាងក្រុមការងារនៅអង្គការ OSCAM គឺពួកគាត់បានពង្រៀនយើងតាក់ទងជាមួយនៅផ្នែកការបង្កើត Facebook page ឬក៏ការទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធអនឡាញផ្សេងៗដូចគ្នាតែពីពួកខ្ញុំបានទៅសៀមរាបជាមួយនឹងមិត្តភ័ក្តិឬក៏ក្រុម change agent ដទៃទៀតហ្នឹងពួកយើងបានចូលរួមកម្មវិធីមួយដែលគឺជាកិច្ចប្រជុំតាក់ទងជាមួយនឹងការព្រៀងសេចក្តីទៅលើការប្រឆាំងជាមួយនឹងអំពើហិង្សាទៅលើកុមារអញ្ចឹងនៅពេលនោះខ្ញុំមានអារម្មណ៍ថារំភើបហើយក៏សប្បាយដោយសារតែពួកខ្ញុំបានទៅជាមួយក្មេងស្រីដែលមានអាយុសកលគ្នាអញ្ចឹងទៅគឺមានអារម្មណ៍ថាសប្បាយហើយនឹងបានទៅដើរលេងជុំគ្នាហើយមិនត្រឹមតែសប្បាយហើយបានទៅដើរលេងគឺមួយទៀតពួកយើងបានទទួលយកនៅចំណេះដឹងផ្សេងៗទៀតតាក់ទងជាមួយនឹងអំពើហិង្សាទៅលើកុមារហើយពួកខ្ញុំក៏បានចូលរួមជាផ្នែកមួយដែលចូលរួមជាគំនិតនៅក្នុងការដោះស្រាយបញ្ហាមួយនឹងដូចគ្នាជាអ្នកតំណាងមានន័យថាតំណាងនៅកុមារដែលពួកគាត់កំពុងតែជួបប្រទះនៅបញ្ហាតាក់ទងជាមួយនឹងការរងអំពើហិង្សាឬក៏ការកេងប្រវ័ញ្ចនៅលើប្រព័ន្ធអនឡាញហ្នឹងទី2ជាសម្លេងមានន័យថាសម្លេងដែលប្រមូលផ្ដុំនៅសម្លេងឬក៏គំនិតទាំងអស់របស់ក្មេងៗដែលពួកគាត់កំពុងតែរងនៅបញ្ហាទាំងអស់ហ្នឹងហើយចង់បញ្ចេញនៅគំនិតរបស់គាត់ចំពោះសង្គមទាំងមូលចឹងទី3ជាយុវតីមានន័យថាជាក្មេងស្រីម្នាក់ដែលតំណាងឲ្យក្មេងស្រីទាំងមូលនៅក្នុងប្រទេសកម្ពុជាចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាការដែលអនុញ្ញាតឲ្យក្មេងស្រីពួកគាត់អាចបញ្ចេញសម្លេងឬក៏គំនិតរបស់គាត់ចំពោះបញ្ហាមួយបានគឺជាសំខាន់មួយដោយសារតែទី1គឺពួកគាត់អាចជាផ្នែកមួយដែលអាចជួយដោះស្រាយនៅបញ្ហាមួយហ្នឹងឬក៏បបែកគំនិតឬក៏បញ្ហាមួយហ្នឹងឲ្យទៅជាចំណុចទូចហើយអាចដោះស្រាយវាបានយ៉ាងមានប្រសិទ្ធភាពទី2គឺពួកគាត់ក៏មាននៅគំនិតច្នៃប្រឌិតឬក៏ជាគំនិតដែលអាចចូលរួមបន្ថែមទៅលើចំណុចដែលខ្វះខាតចំណុចទី3ហ្នឹងគឺក្មេងស្រីក៏ជាអ្នកដឹកនាំឬក៏ជាអ្នកតំណាងឲ្យក្មេងស្រីដទៃទៀតដែលពួកគាត់អាចយល់ពីគំនិតឬក៏ជាអ្នកដែលស្វែងយល់ពីមនុស្សជុំវិញខ្លួនបានច្រើនជាងចំណុចមួយចំនួនដែលមាននៅក្នុងសេចក្តីព្រាងដែលខ្ញុំបានឡើងសន្ទរកថាឬក៏តំណាងកុមារហ្នឹងគឺទី1មានដូចជាការបង្កើតជាបន្ទប់បែបកុមារមេត្រីដើម្បីឲ្យកុមារអាចបញ្ចេញមតិផ្ទាល់ខ្លួនបែបសម្ងាត់ទី2គឺពួកយើងព្យាយាមបង្កើនថវិកាដើម្បីដោះស្រាយបញ្ហាឲ្យកាន់តែមានប្រសិទ្ធភាពទាក់ទងជាមួយនឹងអំពើហិង្សាលើកុមារទី3គឺការបណ្ដុះបណ្ដាលឬក៏ការពង្រឹងចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់អំពើហិង្សាលើកុមារហើយនិងវិធីទប់ស្កាត់ចឹងក្រោយពីខ្ញុំបានចូលរួមកម្មវិធីនៅ Academy ហ្នឹងគឺខ្ញុំបានផ្លាស់ប្ដូរនៅផ្នែកគំនិតតាក់ទងជាមួយនឹងសមភាពទៅលើយ៉ាងដល់ហ្នឹងដូចមានថាក្មេងស្រីក៏អាចចូលរួមនៅក្នុងសង្គមបានតាក់ទងជាមួយនឹងការបញ្ចេញគំនិតផ្សេងៗឬក៏ការចូលរួមដោះស្រាយនៅបញ្ហាបានដែរទី2ខ្ញុំបានយល់ថាភាពជាអ្នកដឹកនាំហ្នឹងមានន័យថាមិនត្រឹមតែជាអ្នកដឹកនាំទេគឺពួកគាត់គឺជាអ្នកដែលប្រមូលគំនិតទាំងអស់ហើយផ្ដុំនៅផ្ដុំគំនិតទាំងអស់ហ្នឹងគឺជាចំណុចមួយដើម្បីដោះស្រាយបញ្ហាមួយឲ្យមានប្រសិទ្ធភាពទី2គឺពួកគាត់ព្យាយាមយកគំនិតអ្នកដទៃហើយនឹងជាអ្នកដែលយល់ច្បាស់ពីអ្នកដទៃហើយព្យាយាមស្វែងយល់ពីគំនិតរបស់ពួកគាត់ហើយនឹងជាអ្នកដែលអាចគ្រប់គ្រងទៅលើបញ្ហាអីមួយបានសម្រាប់កំណត់ខ្ញុំផ្ទាល់ខ្ញុំគិតថាក្មេងស្រីភាគច្រើនបច្ចុប្បន្នគឺពួកគាត់មានសមត្ថភាពនៅក្នុងការបញ្ចេញសំឡេងរួចជាស្រេចហើយជាឧទាហរណ៍ដូចជាពួកគាត់បានខ្លាចជាអ្នកដឹកនាំនៅក្នុងគម្រោងណាមួយឧទាហរណ៍ដូចជា OSCAM អញ្ចឹងគឺក្មេងស្រីនៅក្នុងអង្គការនេះភាគច្រើនគឺក្មេងស្រីជាអ្នកគ្រប់គ្រងឬក៏ជាអ្នកដែលចូលរួមសកម្មភាពភាគច្រើនអញ្ចឹង
មានន័យថាពួកគាត់ក៏មានសមត្ថភាពមួយយ៉ាងធំឬក៏សមត្ថភាពខ្លាំងនៅក្នុងការដឹកនាំហើយជាមួយនឹងការផ្សព្វផ្សាយទាក់ទងជាមួយនឹងបញ្ហាផ្សេងៗដើម្បីចូលរួមនៅក្នុងការដោះស្រាយបញ្ហាទាក់ទងជាមួយនឹង OCSE បច្ចុប្បន្នហ្នឹងពួកយើងដឹងហើយថាក្មេងស្រីភាគច្រើនក៏បានចូលរួមនៅក្នុងកម្មវិធីឬក៏ជាផ្នែកណាមួយដូចជាផ្នែកបច្ចេកវិទ្យាឬក៏ជា leadership អីច្រើនដូចគ្នាតាមការសង្កេតមើលនៅពេលដែលក្មេងស្រីពេលដែលពួកគាត់បញ្ចេញមតិឬក៏សម្លេងរបស់ពួកគាត់ហ្នឹងបញ្ហាប្រឈមដែលពួកគាត់បានជួបប្រទះហ្នឹងគឺទី1មានន័យថាកំណត់របស់គាត់ហ្នឹងមានភាពសាមញ្ញប៉ុន្តែនៅពេលដែលពួកយើងបានយល់ច្បាស់ពីកំណត់របស់ពួកគាត់ឬក៏អីដែលពួកគាត់ចង់បញ្ចេញមកហ្នឹងគឺក៏មានលក្ខណៈមួយដែលគេហៅថាវាមានន័យហើយក៏មាននៅកលឹះមួយដែលអាចជួយដោះស្រាយបញ្ហាផ្សេងៗដូចគ្នាចឹងជាឧទាហរណ៍នៅពេលបច្ចុប្បន្នហ្នឹងក្មេងស្រីភាគច្រើនក៏ដូចជាខ្ញុំដូចគ្នាបានកំពុងតែផ្សព្វផ្សាយទាក់ទងជាមួយនឹងបញ្ហាដែលក្មេងៗដទៃទៀតកំពុងតែជួបប្រទះទាក់ទងជាមួយនឹង OCSE ប៉ុន្តែភាគច្រើនគឺគិតថាបញ្ហា OCSE ហ្នឹងគឺជារឿងសាមញ្ញប៉ុន្តែបើយើងគិតឲ្យកាន់តែស៊ីជម្រៅទៅមានន័យថាបញ្ហាហ្នឹងគឺជាបញ្ហាដែលក្មេងៗភាគច្រើនកំពុងតែជួបប្រទះនៅលើប្រព័ន្ធអនឡាញអញ្ចឹងមានន័យថាយើងគួរតែផ្ដោតទៅលើបញ្ហាមួយហ្នឹងហើយក្មេងស្រីក៏គួរតែមានសមត្ថភាពឬក៏មានសម្លេងមួយដែលអាចជួយចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហា OCSE នេះដូចគ្នាមូលហេតុដែលក្មេងស្រីគួរតែផ្ដោតទៅលើបញ្ហា OCSE ហ្នឹងគឺទី1ដោយសារតែពួកគាត់គឺជាភេទដែលងាយរងគ្រោះជាងគេមានន័យថានៅលើប្រព័ន្ធអនឡាញហ្នឹងគឺក្មេងស្រីគឺអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាហ្នឹងទី2គឺដោយសារតែបញ្ហាហ្នឹងគឺចង់ឲ្យក្មេងស្រីទាំងអស់ហ្នឹងយល់ដឹងបន្ថែមហើយផ្សព្វផ្សាយតទៅកាន់ក្មេងស្រីដទៃទៀតចាំបើយើងត្រឡប់មកនិយាយពីបញ្ហា OCSE វិញមានន័យថានៅពេលដែលក្មេងស្រីដែលជាជនរងគ្រោះទៅលើបញ្ហាមួយហ្នឹងគឺយើងអត់គួរស្ដីបន្ទោសគាត់ឬក៏យើងដាក់បញ្ហាហ្នឹងទៅលើគាត់បន្ថែមទេចាំមានន័យថាគឺយើងគួរតែលើកទឹកចិត្តគាត់ទី1ទី2គឺយើងគួរតែព្យាយាមប្រាប់គាត់ថារឿងហ្នឹងគឺជារឿងដែលមនុស្សកុមារដទៃភាគច្រើនក៏គាត់បានជួបប្រទះដែរហើយទី3គឺមានន័យថាយើងគួរតែប្រាប់គាត់ថាបញ្ហាមួយហ្នឹងយើងអាចដោះស្រាយបានដោយតាក់ទងជាមួយនឹងខាងអង្គការណាមួយដូចជាអង្គការ OSCAM អីជាដើមឲ្យពួកគាត់ជួយដោះស្រាយហើយនឹងជួយលើកទឹកចិត្តពួកគាត់ឲ្យពួកគាត់មានស្មារតីមកឡើងវិញសម្រាប់ក្មេងស្រីដែលពួកគាត់អត់ទាន់ខ្លាចជាជនរងគ្រោះទៅលើបញ្ហា OCSE ហ្នឹងទេគឺទី1ពួកគាត់គួរតែស្វែងយល់បន្ថែមតាក់ទងជាមួយនឹងបញ្ហាហ្នឹងឲ្យបានច្បាស់ទី2គឺពួកគាត់គួរតែចែករំលែកនៅអីដែលពួកគាត់មានហ្នឹងទៅកាន់មិត្តភ័ក្តិរបស់ពួកគាត់ដែលជាក្មេងស្រីឬក៏ក្មេងស្រីដទៃទៀតដែលនៅក្នុងសង្គមរបស់ពួកគាត់ហ្នឹងដោយសារតែដើម្បីការពារពួកគាត់ឬក៏ព្យាយាមណែនាំពួកគាត់មុនកុំឲ្យជួបបញ្ហាមួយហ្នឹងដូចជាក្មេងស្រីជនរងគ្រោះដែលធ្លាប់បានជួបប្រទះមួយបញ្ហាមួយហ្នឹងចុងក្រោយមុននឹងបញ្ចប់វីដេអូគឺខ្ញុំចង់និយាយថាក្មេងស្រីទាំងអស់គឺមានសិទ្ធិស្មើគ្នាពួកគាត់មានសមត្ថភាពហើយនឹងពួកគាត់អាចដោះស្រាយបញ្ហាបាននៅក្នុងសង្គមហើយខ្ញុំចង់ពាក្យមួយដែលគេនិយាយថា empower women empower the world